ចាប់អារម្មណ៍នៅព័ត៌មានជាបន្តទៀតដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពីមមន្ទាស្រុកកំពង់ត្របែកបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំចែករំលែកក្តីស្រឡាញ់និងសម្រាលការលំបាកមួយចំនួនលោកសៅហ៊ឿននឹងរាយរាប់បន្ថែមក្នុងកម្មវិធីសប្បុរសធម៌សម្រាប់ការសិក្សាអប់រំដែលមានអំណោយសម្ភារៈចែកជូនសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាសហគមន៍ថ្នាក់បឋមសិក្សាដល់អនុវិទ្យាល័យចំនួន12សាលាស្ថិតនៅឃុំពីមន្ទាស្រុកកំពង់ត្របែកខេត្តព្រៃវែងកាលពីថ្ងៃទី30មីនានេះប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពីមន្ទាស្រុកកំពង់ត្របែកខេត្តព្រៃវែងឯកឧត្តមខេងសាវិបុត្រលើកឡើងថាវិស័យអប់រំមានតួនាទីសំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹងនិងសមត្ថភាពខ្ពស់មានភាពច្នៃប្រឌិតស្មារតីសហគ្រិនភាពនវានុវត្តន៍និងមានក្រមសីលធម៌ខ្ពស់ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលជួយបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នឯកឧត្តមបន្តថាក្នុងន័យនេះការអប់រំផ្ដោតសំខាន់លើការផ្ដល់សេវាប្រកបដោយគុណភាពសមភាពបរិយាបន្នសម្រាប់អប់រំកុមារតូចបឋមសិក្សាមធ្យមសិក្សានិងឧត្តមសិក្សារួមទាំងការអប់រំបច្ចេកវិទ្យាបច្ចេកទេសនិងវិជ្ជាជីវៈជាពិសេសការសិក្សាពេញមួយជីវិតឯកឧត្តមបន្ថែមថាការកសាងធនធានមនុស្សគឺជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិកុមារតូចដែលបានចាប់ផ្ដើមពីការចាប់កំណើតរហូតដល់មានអាយុក្រោម6ឆ្នាំតែមានការអភិវឌ្ឍលើផ្នែករាងកាយនិងស្មារតីដែលជាតម្រូវការចាំបាច់សម្រាប់កុមារសាលាបឋមសិក្សាមត្តេយ្យសហគមន៍បានដើរតួនាទីដ៏សំខាន់ក្នុងការអប់រំកុមារគ្រប់រូបបណ្ដុះនូវទម្លាប់ល្អវិន័យសីលធម៌និងឥរិយាបថរបស់សិស្សឲ្យទទួលបាននូវការអប់រំពេញលេញធ្វើយ៉ាងណាឲ្យកុមារទទួលបាននូវការអប់រំទាំង5ផ្នែកគឺផ្នែករាងកាយផ្នែកសុខភាពសីលធម៌វប្បធម៌សង្គមនិងអារម្មណ៍ការពិចារណានិងការយល់ដឹងផ្នែកភាសាសាលាមត្តេយ្យសិក្សាមត្តេយ្យសហគមន៍បានដើរតួនាទីយ៉ាងសំខាន់គឺជាគ្រឹះនៃការអប់រំសម្រាប់គ្រប់រូបបណ្ដុះនូវទម្លាប់ល្អវិន័យសិលធម៌និងឥរិយាបថរបស់សិស្សឲ្យទទួលបាននូវការអប់រំដោយពេញលេញធ្វើយ៉ាងណាឲ្យកុមារទទួលបាននូវការអភិវឌ្ឍទាំង5ផ្នែកគឺផ្នែករាងកាយផ្នែកសុខភាពសិលធម៌វប្បធម៌ប្រពៃណីជាតិសង្គមនិងអារម្មណ៍ឯកឧត្តមខេងសាវិបុត្របានសម្ដែងនៅភក្តីភាពសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានផ្ដល់កិត្តិយសនិងបានដឹកនាំក្រុមការងារទីប្រឹក្សានិងជំនួយការក្រសួងមហាផ្ទៃព្រមទាំងសប្បុរសជនដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌សម្រាប់ការសិក្សាអប់រំជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនិងឧបត្ថម្ភជាអំណោយជូនលោកគ្រូអ្នកគ្រូនិងចាស់ៗនៅក្នុងមូលដ្ឋានឃុំពីមន្ទាស្រុកកំពង់ត្របែកខេត្តព្រៃវែងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំចែករំលែកក្តីស្រឡាញ់និងក៏ជាការជួយសម្រាលការលំបាកមួយចំនួនក្នុងមូលដ្ឋាន